ជនភៀសសឹកជាង 1000 គ្រួសារមិនអាចទៅកាន់លំនៅឋានវិញបានដោយសារយោធាថៃដាក់កុងតឺន័រនិងលក់បន្លាបិទផ្លូវមិនឲ្យចូលមានប្រជាពលរដ្ឋភៀសសឹកប្រមាណជាង 1000 គ្រួសារនៅភូមិព្រៃច័ន្ទនិងភូមិជោគជ័យនៃស្រុកអូជ្រៅខេត្តបន្ទាយមានជ័យកំពុងបន្តស្នាក់នៅជំរំសុវត្ថិភាពដែលមិនអាចទៅកាន់លំនៅឋានវិញបានដោយសារទាហានឈ្លានពានថៃដាក់កុងតឺន័រនិងលក់បន្លាបិទផ្លូវមិនឲ្យចូលភូមិនិងផ្នែកខ្លះនៃភូមិទាំងពីររងការខូចខាតស្ទើរទាំងស្រុងពីការទម្លាក់គ្រាប់បែកនិងការបាញ់ផ្លោងកាលពីពេលកន្លងទៅនេះបើតាមការបញ្ជាក់របស់អាជ្ញាធរដែនដីប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP អំឡុងពេលចុះផ្តិតយកទិដ្ឋភាពជនភៀសសឹកនេះនៅមណ្ឌលសុវត្ថិភាពវត្តច័ន្ទស៊ីសាមគ្គីរតនារាមស្ថិតក្នុងឃុំកោស្រុកអូជ្រៅខេត្តបន្ទាយមានជ័យកាលពីរសៀលថ្ងៃទី4ខែមករាឆ្នាំ2026ក្រសួងមហាផ្ទៃបានឲ្យដឹងថាកាត់ពីម៉ោង 1 រសៀលដល់ម៉ោង 6 ល្ងាចនៅថ្ងៃទី4ខែមករាឆ្នាំ2026មានជនភៀសសឹកចំនួន 25,407 នាក់បន្ថែមទៀតបានបន្តវិលទៅលំនៅឋានវិញដូច្នេះក្នុងចំណោមជនភៀសសឹកសរុប 640,000 នាក់មាន 252,267 នាក់ក្នុងនោះស្ត្រី 127,886 នាក់និងកុមារ 78,907 នាក់បន្តស្នាក់នៅជំរំ